ស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះលោកជុនច័ន្ទបុតសូមរៀបរាប់ជូនលោកអ្នកនាងនៅប្រវត្តិសាស្ត្រខ្មែរក្នុងដំណាក់កាលគ្រងរាជ្យរបស់ព្រះមហាក្សត្រពីរព្រះអង្គគឺព្រះអង្គរាមាធិបតីពញានុនិងព្រះបទុមរាជាអង្គនុនឬព្រះអង្គនុនទី1ដែលមានសេចក្តីដូចតទៅរាជព្រះរាមាធិបតីពញានុក្រោយពីទ័ពរបស់ព្រះមហាឧបយោរាជព្រះឧទ័យបានធ្វើគុតព្រះរាជសម្ភារពញាតោហើយព្រះឧទ័យនិងនាម៉ឺនសព្វមុខមន្ត្រីក៏ថ្វាយរាជសម្បត្តិទៅព្រះអនុជរបស់ព្រះរាជសម្ភារព្រះនាមពញានុឲ្យឡើងសោយរាជស្នងព្រះជេដ្ឋានៅក្នុងរាជធានីឧដុង្គមានជ័យដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្ការព្រះរាជារាមាធិបតីនៅក្នុងរាជរបស់ព្រះរាជារាមាធិបតីពញានុនេះនៅឆ្នាំ1638មានការបះបោរមួយយ៉ាងធំដែលដឹកនាំដោយអ្នកសិល2នាក់ឈ្មោះពេជ្រនិងរតនៅភូមិរលាំងគ្រើលដែលបានប្រកាសខ្លួនជាស្ដេចបល្ល័ង្កពេជ្រនិងបល្ល័ង្ករតពីដំបូងចលនាបះបោរនេះបានទទួលជោគជ័យដ៏ធំធេងលើកម្លាំងទ័ពព្រះរាជាក៏ប៉ុន្តែទីបំផុតអ្នកសិលទាំង2នាក់ត្រូវគេចាប់ខ្លួនបានហើយត្រូវទទួលទោសប្រហារជីវិតបង់ឯកសារខ្លះថាអ្នកដឹកនាំចលនាបះបោរនោះជាជនជាតិឥណ្ឌាទៅវិញឯកសារខ្លះទៀតបានរៀបរាប់ថានៅដើមរាជរបស់ព្រះអង្គនៅឆ្នាំ1635ពួកហូឡង់បានចាប់យកសំពៅរបស់ខ្មែរដែលផ្ទុកទៅដោយទំនិញក្នុងដែនទឹកម៉ាកាសាព្រះរាមាធិបតីពញានុទ្រង់បានតវ៉ាហើយពួកហូឡង់ក៏បានដោះលែងសំពៅនោះមកវិញនៅឆ្នាំបន្ទាប់មកកប៉ាល់ហូឡង់2គ្រឿងមកពីទីក្រុងប៉ាតាវីយ៉ាគឺក្រុងយ៉ាកាតាសប្តាហ៍ថ្ងៃបាននាំសម្បត្តិពីលោកទេសាភិបាលស្នើលក់កំភ្លើងធំឲ្យខ្មែរកប៉ាល់មួយគ្រឿងត្រូវបានគ្រឿងជាប់នៅលើខ្សាច់ត្រង់មាត់ពីមទន្លេមេគង្គព្រះរាជាទ្រង់បញ្ជាឲ្យរឹបអូសយកកំភ្លើងធំ30ដើមនិងស្ពាន់500ហត្ថពីកប៉ាល់នោះឆ្នាំ1637លោកទេសាភិបាលហូឡង់បានបញ្ជូនឈ្មួញឈ្មោះ Henrik Hagenha ជាមួយកប៉ាល់4គ្រឿងទៀតមកក្នុងឋានៈជាទូតដើម្បីផ្សះផ្សាវិវាទខាងលើនេះទៀតផងចំណែកខាងព្រះរាជពង្សាវតារមហាបុរសខ្មែរបានបញ្ជាក់ថាឆ្នាំ1638ព្រះរាមាធិបតីពញានុបានទ្រង់ទាមទារយកដីកំពង់ក្របីព្រៃនគរដែលព្រះចៅអាណាមក្រុងវេបានខ្ចីដើម្បីបង្ហាត់ទ័ពក្នុងរយៈពេល5ឆ្នាំនោះមកវិញក៏ប៉ុន្តែត្រូវព្រះអង្គជើក្សត្រីបុត្រីស្ដេចយួនជាអតីតអគ្គមហេសីព្រះជ័យជេស្តាដែលពេលនោះបានឡើងងារជាព្រះទាវធីតាមហារាជិនីយកលេសថាសង្គ្រាមរវាងចិននិងយួនមិនទាន់ចប់ហើយសូមអង្វរខ្ចីបន្តទៅមុខមួយរយៈទៀតសិនព្រះរាមាធិបតីពញានុសោយរាជ្យដល់ឆ្នាំ1639ក៏ទ្រង់ប្រឈួនជាទម្ងន់ហើយទ្រង់សុគតក្នុងរាជធានីឧដុង្គក្នុងឆ្នាំនោះទៅឯអធិធិធរបស់ព្រះអង្គត្រូវគេយកទៅបញ្ចុះក្នុងព្រះចេតិយត្រៃត្រឹងលើភ្នំព្រះរាជទ្រព្យគឺភ្នំឧដុង្គសព្វថ្ងៃនេះរាជព្រះបទុមរាជាអង្គនុនឬព្រះអង្គនុនទី1ក្រោយពីព្រះរាមាធិបតីពញានុជាអនុជបង្កើតរបស់ព្រះរាជសម្ភារប្រឈួនហើយសុគតទៅព្រះឧទ័យជានាព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីក៏លើកព្រះអង្គនុនដែលជាព្រះរាជបុត្រច្បងរបស់ព្រះឧទ័យមហាឧបយោរាជឲ្យឡើងសោយរាជស្នងព្រះជេដ្ឋាអាយកោមួយគឺបងជីដូនមួយនៅរាជធានីឧដុង្គមានជ័យដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្ការព្រះបទុមបរមរាជាធិបតីដែលប្រវត្តិវិទូខ្លះនិយមហៅថាអង្គនុនទី1ព្រះបទុមរាជាអង្គនុននេះទ្រង់លើកក្សត្រីទៀតបញ្ជរជាព្រះរាជបុត្រីព្រះជ័យជេស្តាឬជ័យជេដ្ឋាទី2ដែលត្រូវជាអនុជរួមបិតានិងព្រះរាជសម្ភារព្រមទាំងព្រះអង្គនូនិងព្រះអង្គច័ន្ទជាអគ្គមហេសីដោយថ្វាយព្រះនាមជាព្រះវរៈក្សត្រីស្រីចក្រពតរាជព្រះបរមរាជាអង្គនុននិងព្រះអគ្គមហេសីទៀតបញ្ជរទ្រង់មានបុត្រមួយព្រះអង្គព្រះនាមជ័យជេតព្រះមហាក្សត្រព្រះបទុមរាជាព្រះអង្គនុនដែលជាបុត្ររបស់ព្រះឧទ័យមហាឧបយោរាជនេះសោយរាជមិនបានយូរប៉ុន្មានឡើយព្រោះព្រះពញាច័ន្ទដែលជាប្អូនបង្កើតរបស់ព្រះរាជសម្ភារពញាតោនិងព្រះរាមាធិបតីពញានុនោះទ្រង់អអន់ព្រះទ័យហើយនឹកគិតថារាជសម្បត្តិនេះត្រូវតែបានមកព្រះអង្គដែលជាក្រសែខាងក្សត្រសោយរាជ
មិនត្រូវបានទៅព្រះអង្គនុនដែលជាខ្សែឧបយោរីកឡើយគិតដូច្នោះហើយចៅពញាច័ន្ទក៏បញ្ចុះបញ្ចូលមេទ័ពជំនិតរបស់ព្រះអង្គ4នាក់ដែលសុទ្ធតែធ្លាប់មានថ្វីដៃក្នុងសង្គ្រាមបង្ក្រាបអ្នកសិលបលាំងពេជ្រនិងបលាំងរតពីរាជមុននោះឲ្យចែកផ្លូវគ្នានាំសេនាទាហានចូលវាយលុកទាំងមហាឧបយោរីកព្រះឧទ័យនិងព្រះបទុមរាជាអង្គនុនជាស្ដេចសោយរាជក្នុងពេលអត្រាតស្ងាត់ព្រមគ្នាទីបំផុតចៅពញាច័ន្ទក៏ធ្វើគុតព្រះឧទ័យជាមានិងព្រះបទុមរាជាអង្គនុនតាមបំណងមែនព្រះអធិធិធរបស់ក្សត្រទាំងពីរគឺព្រះឧទ័យនិងព្រះបទុមរាជាអង្គនុននេះក្រោយមកត្រូវបានគេបញ្ចុះនៅចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យគឺភ្នំឧដុង្គនោះដែរចំណែកខាងព្រះរាជបុត្រា3ព្រះអង្គទៀតរបស់ព្រះមហាឧបយោរីឧទ័យនោះគឺព្រះអង្គអឹមបានរត់ទៅជ្រកជាមួយនឹងព្រះមេដាព្រះអង្គច័ន្ទដែលបានធ្វើគុតព្រះបិតារបស់ខ្លួនឯព្រះពញាសូរនិងពញាតន់ទ្រង់យាងដោះព្រះអង្គទៅពួនជាមួយព្រះវររាជធីតាមហារាជិនីអង្គជើព្រះបទុមរាជាអង្គនុននេះទ្រង់សោយរាជ្យពីឆ្នាំ1639ហើយទ្រង់សោយទីវង្គតនៅឆ្នាំ1641នៃគ្រិស្តសករាជនៅរាជធានីឧដុង្គមានជ័យខ្ញុំជុនច័ន្ទបុត្រ With you Aziz Ray Washington